ជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអរគ្នាខ្ញុំបាទការឌៀនថ្ងៃនេះខ្ញុំមកសម្រាប់វត្តភីបន្តទៀតហើយដែលជាភីទី1145ហើយមុននឹងចូលទៅកាន់វីដេអូរបស់យើងអ្នកនរគ្នាកុំភ្លេច like ម្នាក់មួយផងណាគេទៅអត់ like ចាត់អ៊ីមីនងប្រាប់ឲ្យហើយបើអ្នកមកថ្មីអីកុំភ្លេច subscribe ម្នាក់មួយផងដល់សាររឿងផ្ដាននៃភីនេះគឺយើងឃើញថា Elderman ហ្នឹងគឺបានមានបំបោរនាំការពីដល់ module map ពិសារបស់ Dr. Beckham ហ្នឹងបានសម្រេចហើយការមកដល់នៃវត្តមានរបស់ Elderman ហ្នឹងជីនបេយើងក៏បានឃើញដែរហើយគាត់ថាជីនបេយើងមើល Elderman ហ្នឹងពីចម្ងាយក៏ដឹងដែរថា Elderman ហ្នឹងគឺមានថាមពលហាគីហ្នឹងខ្លាំងខ្លាណាស់ហើយដល់ឃើញស្ថានភាពមិនសូវស្រួលជីនបេក៏បានរត់ទៅប្រាប់សូរ៉ូហើយសូរ៉ូទោះបីជាដឹង Elderman ម្ដងក៏ដោយក៏គេអត់តន់ចោលរត់ទៅណាដែរសូរ៉ូគេចង់នៅប្រយុទ្ធជាមួយនឹង Lucy ឲ្យឆ្នាំ 100% សិនណាហើយកន្លែងមើលទៅកាន់ Lucy ក្រោយពីត្រូវបានក្បាច់ដាវ3របស់សូរ៉ូកាលពីវីដេអូមុនហើយឥឡូវនេះ Lucy ប្រជារងរបួសធ្ងន់ខ្លាំងមែនតើតែគេនឹងអត់តន់ព្រមចុះចាញ់សូរ៉ូណាហើយជីនបេនៅពេលដែលឃើញពីរនាក់គេនឹងចង់ប្រយុទ្ធគ្នាទៀតហ្នឹងគេក៏បានលូកដៃចូលបដ ாய் ដល់ជីនបេបានប្រើដៃម្ខាងរបស់គេនឹងចាប់សូរ៉ូជាប់និងបានប្រើដៃម្ខាងទៀតបញ្ចេញថាអំពូលកដាប់ដៃ Fishman ដាក់ទៅកាន់ Lucy ហើយម្ដាយរបស់ជីនបេនឹងបានធ្វើឲ្យ Lucy នឹងដៃកអោកតិចអស់ហ្មងនិងបាននាំសូរ៉ូធ្វើដំណើរគេចេញពីទីនឹងបាត់ទៅហើយគាត់ថាជីនបេនាំសូរ៉ូចាស់ចេញពីនឹងមិនតបានដឹងអីផងក៏សពតែ Elderman នឹងមកជួបជាមួយនឹង Lucy ដែរបដ ாய் ហើយ Elderman មកជួប Lucy នឹងគឺគេមិនមែនមកចង់ធ្វើបាបអី Lucy ទេគឺគេមកសួរ Lucy ថា Lucy នឹងមានដឹងថាយកនៅណាអត់ទេហើយ Lucy ក៏បានប្រាប់ម៉ាស់ទៅថាយកហ្នឹងឥឡូវកំពុងតែជាប់ឃុំនៅក្នុងបន្ទប់ control room នៅក្នុងជាន់ទី4នៅអគារ A ហើយ Elderman បន្ទាប់ពីដឹងទីតាំងរបស់យកហើយគេក៏ចាប់ផ្ដើមជិះដំណើរទៅរកយកហើយនៅពេលដែល Elderman រកខុសជិញទៅហ្នឹង Lucy ក៏បានសុំ Elderman ឲ្យជួយដៃគូខ្លួនម្នាក់ទៀតដែរផងដែលកំពុងតែរងរបួសដេកនៅក្នុងបន្ទប់ control room ហ្នឹងម្នាក់ផងដែរហើយនៅពេលហ្នឹងដែរស្រីនឹងក៏បានប្រាប់ឲ្យយើងដឹងថាឲ្យកម្រិតរត់គេចរបស់ក្រុម Luffy យើងហ្នឹងក៏ត្រូវបានខាងរដ្ឋាភិបាលហ្នឹងដឹងលឺអស់ណាហើយលើនេះស្រីយើងក៏លេងមកកាន់ខាងអនាគតស្រាយចោលសម្បត្តិ Luffy យើងឯនេះវិញដោយពេលនេះយ៉ាប្រគីក៏បានប្រាប់ Luffy ថាមុនហ្នឹងគេបានជួបសានជីហើយសានជីបានពឹងឲ្យពួកគេហ្នឹងជួយប្រាប់ Luffy ថាឲ្យ Luffy ហ្នឹងបញ្ញាបញ្ញារំដោះខ្លួនចេញពីកន្លែង Eder ហ្នឹងឲ្យលឿនៗទៅហើយបញ្ញារត់ទៅខាងក្រោយកោះហ្នឹងណាដើម្បីជួបជុំគ្នានិងរត់ចាស់ចេញពីទីហ្នឹងទាំងអស់គ្នាហើយឥឡូវយើងក៏លេងមកមើលទីតាំងដែលសមាជិក Luffy ទាំងអស់កំពុងតែឈរនៅវិញតែពេលនេះ Zoro និង Jinbe ក៏កំពុងតែនៅក្នុង domain មន្ទីរពិសោធន៍របស់ Dr. Beckham និងកំពុងតែធ្វើដំណើរទៅកាន់ទូតសាលសន្សាននេះបន្ទាប់មកនៅពេលដែលសមាជិករបស់ពួកគេដែលកំពុងតែនៅក្នុង domain មន្ទីរពិសោធន៍របស់ Dr. Beckham ហ្នឹងមកជុំគ្នានៅកន្លែងទូតសាលសន្សាននេះនឹងបានទាំងអស់គ្នាពួកគេនឹងធ្វើដំណើរទៅកាន់ទូកមួយទៀតដែលជាទូករបស់ក្រុមយ៉ាប្រគីនិងយ៉ាដូរីហើយចំណែកក្រុម Bonnie និង Sanji ដែលកំពុងតែ3 Beckham ហើយនឹងក្រុមពួកគេដែលកំពុងនៅពេលបច្ចុប្បន្នហ្នឹងអីគឺត្រូវតែធ្វើដំណើរស្វាជើងទៅកន្លែងទីតាំងទូកនឹងតែម្ដងហើយដោយសារតែយ៉ាទាំងពីរបានមកជួបជាមួយនឹង Luffy ហើយយ៉ាដូរីក៏បានផ្លុំឧបករណ៍ផ្ដល់សញ្ញាទៅកាន់គ្នារបស់ពួកគេចំពោះកូនចៅយ៉ាប្រគីនិងយ៉ាដូរីនៅពេលដែលបានលើសម្លេងហ្នឹងពួកគេក៏បានដឹងហើយថាមានតបយ៉ារបស់ពួកគេហ្នឹងគឺបានជួបជាមួយនឹង Luffy ហើយសម្លេងនេះក៏ជាសញ្ញាដែលបញ្ជាក់ថាពួកគេហ្នឹងត្រូវបញ្ឈប់ការវិវហានិងធ្វើដំណើរទៅកាន់ទូកធំរបស់ពួកគេវិញចឹងម្ដងនេះអ្វីដែលមានតបយ៉ាទាំងពីរនិង Luffy ត្រូវធ្វើបន្ទាប់នេះហ្នឹងគឺពួកគេត្រូវបង្ក្រាប Eder នៅចំពោះមុខគេហ្នឹងឲ្យបានសិនព្រោះថាទោះបីពួកគេចង់ធ្វើដំណើរចេញទៅឥឡូវហ្នឹងក៏ទៅបានដែរដោយសារតែ Eder ដែលយ៉ាប្រគីនិងយ៉ាដូរីបានឲ្យខ្ចប់បាញ់មីហ្នឹងឥឡូវបានងើបឡើងវិញហើយ Eder បាខ្យូរីដែលត្រូវបានយ៉ាទាំងពីរដាក់ខ្ចប់បាញ់មីហ្នឹងពិតជាខិនទៅនឹងយ៉ាទាំងពីរខ្លាំងមែនតើហើយដើម្បីជាការសងសឹក Eder បាខ្យូរីក៏បានបញ្ចេញនូវថាមពលយ៉ាងខ្លាំងដាក់ទៅកាន់ពួកគេហើយថាមពល Eder បាខ្យូរីម្ដងនេះពិតជាខ្លាំងខ្លាណាស់ដោយបានជាអត្តពលទៅកាន់ក្រុមកងម្រៀនដែលកំពុងតែនៅឯម្ខាងទៀតនៃកោនេះផងដែរហើយពេលហ្នឹងកងម្រៀនណាដែលខ្សោយអីគឺត្រូវបានស្លាប់ដោយសារថាមពលនឹងទាំងអស់ហ្មងចំណែកមានតបយ៉ាប្រគីនិងយ៉ាដូរីពេលនេះគឺខំប្រឹងទប់មែនតើមកទប់ឡើងចង់ចេញផោមណាហើយពេលហ្នឹងគឺមានតែ Luffy យើងប៉ុណ្ណោះដែលនៅមានអារម្មណ៍ឈៀលធម្មតាអត់ខ្វល់តែអ្វីដែលមិនធម្មតាពេលហ្នឹងគឺថាមពលរបស់ Eder បាខ្យូរីដែលបានមកចេញហ្នឹងគឺបានធ្វើឲ្យ Luffy របូតលបែមុខមាត់ឡើងពេញហ្នឹងរបូតចេញអស់សូម្បីតែមុខសូម្បីតែសាក់របូតចេញអស់ហើយនៅតែមាត់ទេដែលធ្វើឲ្យ Luffy យើងនេះភ័យខ្លាំងមែនតើមកភ័យខ្លាចជាងគេចាស់ច្បាច់ពងទៀតតែមិនអីទេយ៉ាដូរីក៏បានប្រើដាវដ៏ធំរបស់គេហ្នឹងទៅត្រង់អាផ្នែកដែល Luffy បានរបូតចេញហ្នឹងមកបានវិញទាំងអស់ហើយ Luffy ក៏បានយកអាផ្នែកដែលរបូតហ្នឹងមកដាក់កន្លែងដើមវិញទៅហើយមូលហេតុដែល Luffy អាចធ្វើរឿងហ្នឹងបានគឺដោយសារតែ Luffy ហ្នឹងកំពុងតែស្ថិតនៅក្នុងគៀរទី5បើ Luffy ស្ថិតនៅក្នុងគៀរធម្មតាអីគឺ Luffy គឺនឹងតែចប់ហ្មងចំណែក Eder បាខ្យូរីនៅពេលដែលឃើញពួកគេទាំង3នាក់ហ្នឹងឲ្យមានកាត់អីចឹងគាត់ក៏បានវិបហាទៅកាន់ពួកគេម្ដងទៀតដែលបានទម្លាក់ខ្លួនពីលើដើម្បីសកាត់ពួកគេយកហ្មងតែមិនអីទេយ៉ាដូរីនិងយ៉ាប្រគីក៏បានរួមគ្នាប្រើខែម្នាក់មួយនឹងឯរងថាមពលនឹងបានបន្តមកទៀតយ៉ាដូរីនិងយ៉ាប្រគីក៏បានរួមកម្លាំងគ្នាម្ដងទៀតនឹងបានដាក់ Eder បាខ្យូរីឡើងប៉ោងផ្ងាចេញចងូហ្មងតែវាមិនទាន់ចាប់ត្រឹមប៉ុណ្្នឹងទេដោយសារតែ Eder តាសាធិននេះគឺបានភ្ញាក់ដឹងខ្លួនវិញដែរណាហើយគាត់ដល់ភ្ញាក់ដឹងខ្លួនព្រាមតាសាធិនក៏បានផ្លុំមកចេញពឹសពីមាត់ជាច្រើនបានទៅកាន់ Luffy និងយ៉ាទាំងពីរហើយដើម្បីទប់ទល់ Luffy បានប្រឡូកដៃរបស់គេយ៉ាងវែងទៅដល់ដើមឈើមួយដើមនិងជាដើមឈើនោះឲ្យក្លាយជាដំបង baseball បន្ទាប់មកក៏លាបពណ៌ដំបង baseball នោះឡើងស្អាតហើយក៏ថែមមុខពណ៌ក្រហមមួយទៀតដើម្បីខ្លួនគេនឹងមើលទៅដូចអ្នក professional វាយ baseball មែនតើអញ្ចឹងណាចិត្តវិនហ្មង Luffy យើងនេះហើយនៅពេលដែលគ្រាប់ពឹសតែនឹងហមមកជិត Luffy ហ្នឹង Luffy ក៏បានប្រើដំបង baseball របស់គេនឹងវាយបំបាយទិសដៅទៅកាន់ Eder ទាំងពីរនាក់វិញហើយអ្វីដែលសំខាន់គឺត្រង់ថាគ្រាប់ពឹសទាំងអស់ហ្នឹងគឺមិនមែនគ្រាន់តែជាពឹសធម្មតាណាគឺគ្រាប់ពឹសទាំងនោះថែមទាំងអាចផ្ទុះបានទៀតផងហើយបើទូមួយហ្នឹងក៏បង្កើតបានជាអគ្គីភ័យនិងចាប់ផ្ដើមឆាប់ឆេះទីទាំងបដាណាហើយជ្រៀតពេល Eder ទាំងពីរកំពុងតែចងល់ពួកគេទាំងពីរទាំង3នាក់ហ្នឹងក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់
ទីតាំងទូរបស់ក្រុមយក្សប្រគីនិងដូរីក្នុងពេលហ្នឹងទៅអ្វីដែលយើងត្រូវតែដឹងមួយទៀតហ្នឹងគឺត្រង់ថា Elder ទាំង5នាក់ហ្នឹងសុទ្ធតែមានជីវិតអមតៈទាំងអស់ណាចឹងមានន័យថាទោះបីជាគេខំប្រឹងសម្រាប់ Elder ទាំង5នាក់ហ្នឹងប្រហែលដងក៏ដោយក៏ពួកគេអាចរស់ឡើងវិញបានដែរចំណែក Side យើងក៏លេងមកកាន់ខាងក្រុម Nami និង Chopper ឯនេះវិញតែពេលនេះពួកគេកំពុងតែព្យាយាមទាញទូករបស់ពួកគេចេញពីគុំរស័យដែលអូសបបានបាញ់កាលពីវីដេអូមុនអេអាបីនេះអាចបានស៊ីបាយមែនណាខំប្រឹងទាញតិចមើលអីអាបែអូសបនេះចាំតថាមានជួយទាញណាអូអត់អីចឹងទាញតទៀតហ្នឹងចំណែក Nami យើងអានេះក៏កំពុងតែតាក់ទងទៅការជីនបេដើម្បីឲ្យជីនបេហ្នឹងមកលឿនតិចមកហើយគណៈពេលដែលកំពុងតែប្រញាប់ហ្នឹងស្រាប់តែស្បែកជើងរបស់ជីនបេស្រាប់តែខូចហោលេងកើតរឿងជម្រុះចុងក្រោយឲ្យមានអីទេគឺជីនបេ3សរត់ទៅតែម្ដងស្រាប់ពេលជាមួយគ្នានឹងដែរនៅឯខាងក្រុម Bonnie និង Frankie ឯនេះវិញពួកគេក៏កំពុងតែមានបញ្ហាមួយដែរដោយសារតែឥឡូវហ្នឹងគឺមានមេក្រុម Marine 3នាក់ក៏កំពុងតែឈោចាំខាត់ពួកគេហ្នឹងនៅចំពីមុខទូរបស់ក្រុមយក្សយកតែម្ដងហើយចំណែកខាងសាជីយើងឯនេះវិញក៏កំពុងតែបីលោកវេកផានហ្នឹងចិត្តដល់កន្លែងដែល Bonnie នៅដែរហើយយើងមិនទាន់ដឹងទេណាថាសាជីយើងហ្នឹងគឺអាចធ្វើដំណើរទៅជួយក្រុមគ្រីគ្នារបស់គេហ្នឹងទាន់ឬអត់នោះទេហើយ Side យើងក៏កាន់មកកាន់ខាងយកដែលកំពុងតែចុះចំណងនៅក្នុងបន្ទប់ Control Room ឯនេះវិញយើងឃើញថាដៃគូរបស់ Lucy ដែល Lucy បានពឹង Elder មកជួយហ្នឹងក៏បាននៅទីហ្នឹងដែរហើយក្រោយពេលបន្តិចមក Elder មកក៏បានមកដល់ទីហ្នឹងនៅរកយកឃើញដែរណាចំពោះយកវិញនៅពេលដែលគេឃើញ Elder មកហ្នឹងគេពិតជាភ័យខ្លាំងមែនតើដោយសារតែគេគិតថា Elder មកហ្នឹងគឺជាបិសាចហើយនៅពេលដែលដឹងថាបិសាចចេះនិយាយចឹងគេកាន់តែភ័យបន្តទៀតហើយយកយើងចំណែក Side យើងក៏លេងមកកាន់ខាងមនុស្សយន្តបុរាណមួយដែលគេបានទុកចោលនៅកន្លែងបបរបងចោលហ្នឹងពេលហ្នឹងមិនដឹងថាមានរឿងអីកើតឡើងទេក៏ស្រាប់តែមនុស្សយន្តហ្នឹងដំណើរការឡើងវិញហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតហ្នឹងគឺត្រង់ថានៅពេលដែលមនុស្សយន្តដឹងខ្លួនភ្លាមហ្នឹងក៏ស្រាប់តែនិយាយពាក្យថា Joy Boy បន្ទាប់មកមនុស្សយន្តហ្នឹងក៏បានរើខ្លួនចេញពីកំណោបែកបាក់និងបានធ្វើដំណើរចាក់ចេញពីទីហ្នឹងតែយើងមិនទាន់ដឹងទេណាថាមនុស្សយន្តហ្នឹងធ្វើដំណើរទៅទីណាតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ពេលហ្នឹងគឺថាមនុស្សយន្តហ្នឹងក៏បាននិយាយពាក្យថាសុំទោស Joy Boy ចឹងមកដល់ពេលហ្នឹងយើងមិនបាញ់និយាយក៏ដឹងដែរថាមនុស្សយន្តហ្នឹងច្បាស់ជាមានទំនាក់ទំនងសំខាន់អីម្យ៉ាងទេជាមួយ Joy Boy អូខេអ្នកទាំងអស់គ្នារឿង One Piece 1145ត្រូវបានបញ្ចប់ប៉ុណ្្នឹងសិនហើយយើងជួបគ្នាម្ដងទៀតនៅ1146